អ្នកដែលតែងតែខឹងនឹងការមិនឲ្យតម្លៃពីអ្នកដទៃហើយមិនដឹងពីតម្លៃខ្លួនឯងសូមស្ដាប់រឿងនេះឲ្យចប់អ្នកនឹងយល់កាលពីព្រេងនាយមានសាមណេរមួយអង្គបានទូលសួរព្រះឧបជាថាបបិទ្ធព្រះឧបជាតើតម្លៃដ៏ធំបំផុតនៃជីវិតគឺជាអ្វីព្រះឧបជាពោលថាចូលនេនទៅប្រមូលដុំថ្មមួយដុំពីទីធ្លាវត្តហើយយកទៅលក់នៅផ្សារបន្លែផ្លែឈើប្រសិនបើមានជនណាសួរថាតម្លៃប៉ុន្មាននេនមិនត្រូវនិយាយអ្វីទាំងអស់គ្រាន់តែលើកម្រាមដៃពីរទៅបានហើយប្រសិនបើគេចរចាតម្លៃនេនមិនត្រូវលក់ទេគ្រាន់តែអោបយកមកវិញហើយអាត្មានឹងប្រាប់នេនពីតម្លៃដ៏ធំបំផុតនៃជីវិតព្រឹកបន្ទាប់សាមណេរទៅរើសដុំថ្មពីទីធ្លាវត្តហើយអោបយកទៅផ្សារបន្លែផ្លែឈើមានបរិសម្នាក់ចូលមកសួរថាតើដុំថ្មនេះលក់យ៉ាងដូចម្ដេចសាមណេរលើកម្រាមដៃពីរបរិសនោះឲ្យថ្លៃ20រៀលប៉ុន្តែសាមណេរក្រវីក្បាលបរិសនោះសួរម្ដងទៀតថា200រៀលតើលក់ទេសាមណេរនៅតែស្ងៀមពុំនិយាយអ្វីទាំងអស់សាមណេរអោបដុំថ្មត្រឡប់ទៅវិញហើយទូលព្រះឧបជាថាមានគេចង់ទិញដុំថ្មនេះក្នុងតម្លៃ200រៀលព្រះឧបជាញញឹមហើយពោលថាកុំអាលព្រួយបារម្ភព្រឹកថ្ងៃស្អែកនេនឯងយកដុំថ្មនេះទៅលក់នៅមុខសារមន្ទីរវិញម្ដងលុះព្រឹកឡើងសាមណេរបានអោបដុំថ្មនោះយកទៅលក់នៅមុខសារមន្ទីរមនុស្សមួយក្រុមឈរព័ទ្ធជុំវិញសាមណេរនិយាយខ្សឹបគ្នាពេលនោះមានបរិសម្នាក់ចេញមកសួរសាមណេរថាតើដុំថ្មនេះលក់យ៉ាងដូចម្ដេចសាមណេរនៅតែស្ងៀមហើយលើកម្រាមដៃពីរបរិសនោះនិយាយថា200រៀលប៉ុន្តែសាមណេរក្រវីក្បាលបរិសនោះសួរទៀតថា2000រៀលលក់បានទេខ្ញុំចង់យកដុំថ្មនេះទៅឆ្លាក់ធ្វើជាគ្រឿងលម្អទោះបីសាមណេរមានការភ្ញាក់ផ្អើលយ៉ាងណាក៏ដោយក៏នៅតែគោរពតាមការផ្ដាំរបស់ព្រះឧបជាមិនឲ្យលក់ហើយត្រឡប់ទៅវត្តវិញសាមណេររត់ទៅជួបព្រះឧបជាហើយទូលថាថ្ងៃនេះមានគេឲ្យតម្លៃ2000រៀលព្រះឧបជាញញឹមហើយពោលថាព្រឹកថ្ងៃស្អែកចូលនេនឯងយកដុំថ្មនេះទៅលក់នៅហាងលក់វត្ថុបុរាណមើលថាអាចលក់បានប៉ុន្មានថ្ងៃបន្ទាប់សាមណេរយកដុំថ្មនោះទៅលក់នៅហាងវត្ថុបុរាណពួកអ្នកទិញឈរព័ទ្ធជុំវិញសាមណេរពិភាក្សាអំពីប្រភេទនិងសម័យកាលនៃដុំថ្មនេះក្រោយពេលយូរបន្តិចទីបំផុតមានជនម្នាក់មកសួរសាមណេរថាតើដុំថ្មនេះលក់យ៉ាងដូចម្ដេចសាមណេរនៅតែលើកម្រាមដៃពីរដដែលបរិសនោះសួរថា20000រៀលសាមណេរភ្ញាក់ផ្អើលរហូតដល់ស្រែកឡើងបរិសនោះក៏បានកែប្រែភ្លាមថាខ្ញុំនឹងឲ្យ200,000រៀលសាមណេរនៅតែមិនលក់ហើយអោបដុំថ្មត្រឡប់ទៅវត្តវិញយ៉ាងប្រញាប់ប្រញាល់ទាំងដង្ហើមញោមញីហើយទូលទៅកាន់ព្រះឧបជាថាថ្ងៃនេះមានគេឲ្យតម្លៃ200,000រៀលតើព្រះអង្គអាចប្រាប់អាត្មាភាពឥឡូវបានទេថាអ្វីជាតម្លៃដ៏ធំបំផុតនៃជីវិតព្រះឧបជាអង្អែលក្បាលសាមណេរហើយពោលថានេនឯងគឺដូចជាដុំថ្មនេះដូច្នេះដែរបើដាក់នៅផ្សារបន្លែវាមានតម្លៃត្រឹមតែ20រៀលបើដាក់នៅសារមន្ទីរវាមានតម្លៃ2000រៀលហើយបើដាក់នៅហាងវត្ថុបុរាណវាមានតម្លៃរហូតដល់200,000រៀលការដាក់ខ្លួននៅវេទិកាខុសគ្នានឹងបង្កើតឲ្យមានតម្លៃជីវិតខុសគ្នាដែរគុណវិបត្តិធំបំផុតក្នុងជីវិតមិនមែនជាការដែលអ្នកដទៃមើលងាយខ្លួនយើងនោះទេប៉ុន្តែគឺការដែលខ្លួនឯងមើលងាយខ្លួនឯងអ្នកអាចដាក់ខ្លួនឯងនៅលើវេទិកាធំប៉ុណ្ណាអ្នកក៏នឹងអាចបង្កើតតម្លៃបានធំប៉ុណ្ណោះដែរស្ដាប់រួចតើអ្នកយល់ដូចម្ដេចហេតុអ្វីបានជាមនុស្សខ្លះរស់នៅយ៉ាងស្រួលខណៈមនុស្សខ្លះទៀតនៅតែខំប្រឹងរហូតដល់ចាស់ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនៅរឿងនិទានមួយដែលអ្នកត្រូវតែប្រាប់ទៅកូនៗរបស់អ្នកបើយល់ពីរឿងនេះនឹងទទួលបានផលប្រយោជន៍ពេញមួយជីវិតមានរឿងដំណាលថាមានព្រះសង្ឃ2អង្គដែលគង់នៅវត្តលើភ្នំពីរផ្សេងគ្នាហើយនៅក្បែរគ្នានៅចន្លោះរវាងភ្នំទាំងពីរមានស្ទឹងមួយព្រះសង្ឃទាំង2អង្គតែងតែនិមន្តចុះពីលើភ្នំទៅដងទឹកនៅស្ទឹងនៅពេលដំណើរគ្នារាល់ថ្ងៃយូរទៅព្រះអង្គទាំងពីរបានក្លាយជាមិត្តល្អនឹងគ្នាពេលវេលាបានកន្លងផុតទៅ5ឆ្នាំដោយមិនដឹងខ្លួនក្នុងការដងទឹករាល់ថ្ងៃស្រាប់តែថ្ងៃមួយព្រះសង្ឃនៅភ្នំខាងឆ្វេងមិនបាននិមន្តចុះមកដងទឹកព្រះសង្ឃនៅភ្នំខាងស្ដាំគិតថាប្រហែលជាព្រះអង្គសឹងជ្រុលហើយមិនបានយកចិត្តទុកដាក់ប៉ុន្តែថ្ងៃបន្ទាប់
ព្រះសង្ឃនៅភ្នំខាងឆ្វេងនៅតែមិននិមន្តចុះមកដងទឹកដដែលថ្ងៃទី3ក៏ដូចគ្នារហូតដល់មួយសប្តាហ៍ក៏នៅតែដដែលក្រោយពីមួយខែកន្លងទៅព្រះសង្ឃនៅភ្នំខាងស្ដាំចាប់ផ្ដើមមិនអស់ចិត្តព្រះអង្គគិតថាប្រហែលជាមិត្តរបស់ព្រះអង្គអាពាតព្រះអង្គត្រូវតែទៅសួរសុខទុក្ខមើលថាអាចជួយអ្វីបានព្រះអង្គក៏និមន្តឡើងទៅភ្នំខាងឆ្វេងដើម្បីសួរសុខទុក្ខមិត្តចាស់របស់ព្រះអង្គពេលព្រះអង្គនិមន្តទៅដល់វត្តនៅលើភ្នំខាងឆ្វេងហើយឃើញមិត្តចាស់របស់ព្រះអង្គមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិត្តរបស់ព្រះអង្គកំពុងសមាធិមុខវត្តមិនដូចជាព្រះសង្ឃដែលមិនបានឆាន់ទឹកអស់មួយខែនោះសោះព្រះអង្គមានការចង់ដឹងហើយមានសង្ឃដីកាសួរថាដឹកគុណមិនបានចុះទៅដងទឹកអស់មួយខែហើយតើដឹកគុណមិនត្រូវការឆាន់ទឹកទេឬព្រះសង្ឃនៅភ្នំខាងឆ្វេងមានសង្ឃដីកាតបវិញថាមកអាត្មានឹងបង្ហាញបន្ទាប់មកព្រះអង្គបាននាំព្រះសង្ឃនៅភ្នំខាងស្ដាំទៅក្រោយវត្តហើយចង្អុលទៅអណ្ដូងទឹកមួយមានសង្ឃដីកាថាក្នុងរយៈពេល5ឆ្នាំនេះបន្ទាប់ពីធ្វើកិច្ចការរួចអាត្មាតែងតែរកពេលជីកអណ្ដូងនេះទោះបីពេលខ្លះរវល់យ៉ាងណាជីកបានប៉ុន្មានគឺយកប៉ុណ្ណឹងឥឡូវនេះទីបំផុតអាត្មាជីកដល់ទឹកហើយអាត្មាលែងចាំបាច់និមន្តចុះទៅដងទឹកទៀតហើយអាត្មាមានពេលច្រើនដើម្បីសមាធិដែលអាត្មាចូលចិត្តរឿងនេះបង្រៀនយើងថាទោះបីយើងទទួលបានប្រាក់ខែច្រើនពីក្រុមហ៊ុនយ៉ាងណានោះគ្រាន់តែជាការដងទឹកប៉ុណ្ណោះយើងត្រូវចេះប្រើប្រាស់ពេលវេលាក្រោយម៉ោងធ្វើការដើម្បីជីកអណ្ដូងមួយដែលជារបស់ខ្លួនឯងនិងបណ្ដុះសមត្ថភាពផ្សេងទៀតរបស់ខ្លួននៅពេលអនាគតពេលយើងចាស់ទៅលែងមានកម្លាំងប្រកួតប្រជែងជាមួយក្មេងៗយើងនៅតែមានទឹកផឹកហើយអាចផឹកដោយស្រួលដោយពាក្យចាស់ផ្ដាំថាតក់ពេញបំពង់ព្យាយាមគង់បានសម្រេច